ថ្ងៃនេះជាកម្មវិធីសាលារបស់កូនស្រីខ្ញុំដែលសាលាតម្រូវឲ្យអាណាព្យាបាលទាំងអស់ចូលរួមទៅលេងនិងទៅមើលក្នុងការបង្ហាត់បង្រៀនរបស់គ្រូជាពិសេសនោះសាលាគឺចង់ឲ្យឪពុកម្ដាយនិងកូនមានភាពស្និទ្ធស្នាលជាមួយគ្នាបានច្រើនព្រោះដោយសារនៅស្រុកនេះគឺម្នាក់មិនសូវមានពេលសម្រាប់កូនទេឪពុកម្ដាយភាគច្រើននៅស្រុកនេះគឺចំណាយពេលច្រើនទៅលើការងារចំណែកកូនស្រីរបស់ខ្ញុំឲ្យតែមានកម្មវិធីសាលាបែបនេះគឺគាត់តម្រូវតែម្ដងតម្រូវដាច់ខាតគឺត្រូវតែទៅទាំងពីរនាក់ចំណែកពូខ្ញុំដំបងឡើយគឺត្រូវតម្រូវតែម្នាក់ទេដែលត្រូវទៅនឹងទៅលេងជាមួយកូនតែនៅពេលដែលកូនស្នើសុំបែបនេះគឺពិបាកនឹងបដិសេធសម្រាប់យើងអាណាព្យាបាលគឺគិតថាមិនសូវសំខាន់ទេកម្មវិធីសាលាឬក៏កម្មវិធីកូនផ្ទុយទៅវិញសម្រាប់ក្មេងគឺជាកម្មវិធីដែលពួកគាត់គិតថាសំខាន់ខ្លាំងនិងមានន័យបំផុតសម្រាប់ពួកគាត់ព្រោះគាត់ចង់ឲ្យពួកយើងមានពេលវេលាខ្លះសម្រាប់គាត់លេងជាមួយគាត់ហើយអាចឲ្យពួកគាត់មានភាពក្លាហានក្នុងការលេងនិងការនិយាយជាមួយគ្រូផងដែរ